នេះជាសកម្មភាពដ៏មមាញឹករបស់បងស្រីដែលគាត់សង្ងំធ្វើរឿងមួយដែលអ្នកទាំងអស់គ្នាមិនធ្លាប់បានដឹងហើយក៏មិនធ្លាប់បានភ្លក់នៅអកោតរ៉េនរបស់គាត់នេះទេទីតាំងគាត់លក់អកោតរ៉េននេះគឺនៅក្រោយវត្តលង្កាហ្នឹងគឺនៅមុខហាងនៅក្លេហ្នឹងហ្មងតាមពិតពីមុនបងស្រីគាត់លក់ប្រភេទអកោត្នោតអកោខ្ទិះអីចឹងបែបលក្ខណៈព្រះដាក់អីចឹងណាប៉ុន្តែឥឡូវនេះគាត់បំបែកចេញមករូបមន្តថ្មីរបស់គាត់នេះគឺយកតរ៉េនយកមកធ្វើអកោដែលគាត់កូរសាច់តរ៉េនជាលបាយចេះហើយគាត់យកមកដាក់ចូលក្នុងម្សៅអកោរបស់គាត់ដាក់ចូលក្នុងហ្នឹងដូចស្នូលចឹងបងប្អូនហើយគាត់បន្ថែមជាមួយនឹងអាសាច់តរ៉េនស្រស់ដែលគាត់បេះមកដូចបងប្អូនឃើញនេះបេះម្ដុំអញ្ចឹងដាក់ចូលនៅពីលើហ្នឹងទៀតពេលដែលចំហុយឆ្អិនហែកចេញមកហ្នឹងគឺអាសាច់តរ៉េនហ្នឹងឈ្ងុយដូចយើងញ៉ាំតរ៉េនអញ្ចឹងសម្រាប់អ្នកដែលចូលចិត្តតរ៉េនអីខ្ញុំជឿថា99%គឺត្រូវមាត់ជាមួយនឹងរសជាតិអាកោរបស់គាត់អានេះគឺផ្អែមបែបលក្ខណៈផ្អែមដូចតរ៉េនល្មួតវាមិនផ្អែមលក្ខណៈដូចផ្អែមបែបស្ករបងប្អូនហើយខ្ញុំជឿថាបងប្អូនបានសាកហើយគឺញៀនហ្មងហើយនៅកន្លែងរបស់គាត់នេះមួយថ្ងៃ5-6ឆ្នាំបានគ្រាន់ហើយភាគច្រើនហ្នឹងគឺអ្នកដែលខាងក្រៅហ្នឹងគឺអត់សូវបានដឹងទេមានតែអ្នកដែលទៅញ៉ាំបាយនៅ The Clay នេះទេដែលគេជាមួយកន្លែងរបស់គាត់ណាដោយសារគាត់លក់នៅទល់មុខនៅ The Clay ហ្នឹងអញ្ចឹងរាល់អ្នកដែលទៅញ៉ាំបាយនៅ The Clay នេះគឺនៅគ្រប់តុទាំងអស់តែងតែមានអាកោត្នោតអាកោតរ៉េននេះរបស់គាត់នេះមួយចានដាក់នៅលើតុហើយពេលត្រឡប់ទៅ office វិញហ្នឹងគឺមានអ្នកខ្ចប់ដាក់ស្លឹកត្នោតនេះស្អាតមែនទែនការរៀបចំវិចខ្ចប់ដាក់ស្លឹកត្នោតអីរបស់គាត់នេះតំណងមែនទែនស្អាតបងប្អូនអញ្ចឹងហើយមានអ្នកខ្ចប់ទៅ office វិញហ្នឹងមកប្រអប់អីចឹងទៅហើយទីតាំងដែលបងស្រីលក់ហ្នឹងដូចតែបងប្អូនឃើញសាមញ្ញធម្មតាអញ្ចឹងទៅនៅក្រោយវត្តលង្កានៅទល់មុខហាងកាហ្វេ The Clay នេះបងប្អូនចង់ញ៉ាំអីហ្នឹងតតែរស់រាន់បន្តិចព្រោះដោយសារគាត់ចាប់បើកលក់ហ្នឹងពីម៉ោង10អីទៅអញ្ចឹងណាបងប្អូនម៉ោង10មិន10អីហ្នឹងចន្លោះដល់ម៉ោង2ហ្នឹងអស់ហើយមានតែអ្នកដែលទៅញ៉ាំបាយហ្នឹងទេភាគច្រើនបានសាករសជាតិដោយសារតែគាត់លក់មួយថ្ងៃនេះមានតែ3-4ឆ្នាំអីចឹងទៅតាមដែលគាត់ធ្វើណាមួយថ្ងៃអញ្ចឹងទៅហើយលក់ដាច់ណាស់បងប្អូនលក់ដាច់ហ្នឹងក៏ដោយសារតែភ្ញៀវចូលញ៉ាំបាយនៅហ្នឹងដែរភាគច្រើនអ្នកដែលគាត់ជិះកាត់ឬមួយពីក្រៅទៅអត់សូវបានដឹងទេអញ្ចឹងបងប្អូនចង់សាកអាកោតរ៉េនបងប្អូនអាចទៅនឹងបានក្រោយវត្តលង្កាបងប្អូនហើយខ្ញុំជឿថាអ្នកដែលចូលចិត្តតរ៉េន99%គឺត្រូវមាត់ហើយអែមណាស់បងប្អូនរសជាតិហើយខ្ញុំជឿថាការកែច្នៃនេះមិនមែនកែច្នៃឲ្យតែបានប្លែកឲ្យតែបានមើលទៅមានអីថ្មីទេប៉ុន្តែគាត់ច្នៃមួយមុខនេះគឺត្រូវហ្មងខ្ញុំធានាថានេះរសជាតិឆ្ងាញ់ជាងអាកោខ្ទិះអាកោត្នោតទៀតបងប្អូនអាចសាកបានហើយដឹងស្រាប់ហើយតរ៉េនវាមានតម្លៃថ្លៃហើយក៏រសជាតិតរ៉េនក៏វាឈ្ងុយដែរហើយគាត់ក៏គ្មានលាយអីណាស្ករអីយកនេះដែរកូរសាច់តរ៉េនហ្នឹងសុទ្ធយកមកដាក់ចូលហ្មងហើយបេះសាច់តរ៉េនហ្នឹងដាក់បន្ថែមទៀតហើយបងប្អូនឃើញចាក់ខ្ទិះថែមមកតិចមកហែកមកអូអានេះតំណងណាស់អ្នកចូលចិត្តផ្អែមអីគឺយល់អារម្មណ៍មួយហ្នឹងហើយអញ្ចឹងបងប្អូនអាចសាកបានគាត់លក់ប្រចាំថ្ងៃចាប់ពីម៉ោង10ចន្លោះម៉ោង10ទៅម៉ោង2អញ្ចឹងណាគាត់នៅមានលក់តែលើសម៉ោងហ្នឹងគឺអស់ហើយអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេដើម្បីចែកម្លែកអានេះគឺជាទីតាំងថ្មីមួយដែលគាត់លក់ហើយខ្ញុំជឿថារសជាតិអែមណាស់បងប្អូនអាចសាកបានអរគុណជម្រាបលាបាយ